Yeah SCT ជាមួយប្រជាជនស្ត្រីយុវជនអ្នកសារពុតមានក្លាយជាអ្នកដឹកនាំសោះកូនសម្រាប់សន្តិភាពនិងសន្តិសុខក្នុងជីវិតប្រចាំថ្ងៃតាមរយៈបណ្ដុះបណ្ដាលកសាងសន្តិភាពបន្តាញពីភាសាបងតាកម្លាំងសន្តិភាពប្រកដោយជ័យភាពក្នុងសោះកូនគ្រប់ទីកន្លែងជនជាតិភៀតដេកជននឹងងាយរងគ្រោះជួបជាមួយគ្នាដោយសាមគ្គីភាពដោយក្តីស្រឡាញ់ការរួមចំណែកដោះស្រាយបញ្ហាដោយសន្តិវិធី Protect Prevent Participation Recovery លាននេះដកនឹងស្ត្រីមានសិទ្ធិចូលរួមដឹកនាំដើម្បីសន្តិភាពសន្តិសុខសង្គមក្លាយជាមូលដ្ឋានសម្រាប់សេចក្តីសុខនិងយុត្តិធម៌ពីមូលដ្ឋានការសង្គមថ្មី Woman Peace and Security កិច្ចសហប្រតិបត្តិការបង្ហាញច្បាស់ SCT បង្កើតកម្លាំងសន្តិភាពយុត្តិធម៌លើកឡើងខ្ពស់SCT ពង្រឹងអំណាចនិងបង្កើតភាពជាអ្នកដឹកនាំសកូនសម្រាប់សន្តិភាពតាមរយៈការបន្តបណ្ដាលការរក្សាសន្តិភាពការលើកកម្ពស់ការពិភាក្សានិងបណ្ដាញសម្រាប់សន្តិភាពប្រកដោយជ័យភាពក្នុងសង្គមសាភ្លែមានយេនដាជនជាតិសាសនានិងសាមគ្គីភាពសង្គម Protect Prevent Participation Recovery SCT បង្កើនសន្តិភាពក្នុងសង្គមកម្ពុជាប្រកដោយបរិយាបន្នយុត្តិធម៌និងផ្ដល់អំណាចដល់សហគមន៍លើកកម្ពស់ការពិភាក្សានិងពង្រឹងបណ្ដាញសហការដែលលើកកម្ពស់ការដោះស្រាយទំនាស់អហិង្សាការទទួលខុសត្រូវសង្គមការថែរក្សាប្រតិស្ថាននិងការគោរពចម្រុះភាព Peace and Unityជាអ្នកដឹកនាំសគុំសំរាប់សន្តិភាពតាមរយៈការបន្តបន្តាលការរក្សាសន្តិភាពការលើកកម្ពស់ការពិភាក្សានិងបណ្ដាញសម្រាប់សន្តិភាពប្រកដោយជ័យភាពក្នុងសង្គមសាសនានិងសាមគ្គីភាពសង្គម Protect Prevent Participation Recoveryក្នុងសង្គមកម្ពុជាប្រាក់ដោយបរិយាបានយុទ្ធនឹងធននឹងដល់អំណាចដល់សហគមន៍មួយលើកកម្ពស់ការពិភាក្សានិងពង្រឹងបណ្ដាញសហការដែលលើកកម្ពស់ការដោះស្រាយទំនាស់អហិង្សាការទទួលខុសត្រូវសង្គមការថែ
កសាបរិស្ថាននឹងការគោរពចំរូបភាព Peace and Unity CT ជាមួយប្រជាជនស្ត្រីយុវជនអ្នកសារព័ត៌មានខ្លាចជាអ្នកដឹកនាំសហគមន៍សម្រាប់សន្តិភាពនិងសន្តិសុខក្នុងជីវិតប្រចាំថ្ងៃតាមមួយយ៉ាងបណ្ដុះបណ្ដាលកសាងសមត្ថភាពបន្តែងពិភាក្សាបង្កើតកម្លាំងសន្តិភាពប្រកដោយជ័យភាពក្នុងសហគមន៍គ្រប់ទីកន្លែងជនជាតិភាគតិចជំនាញរងគ្រោះចូលជាមួយគ្នាដោយសាមគ្គីភាពដោយក្តីស្រឡាញ់ការរួមចំណែកដោះស្រាយបញ្ហាដោយសន្តិវិធី Protect Prevent Participation Recovery យានិដរនិងស្ត្រីមានសិទ្ធិចូលរួមដឹកនាំជាពិសេសដល់លោកស្រីសុមាលីសុកនេះចាដែលបានជាប្រធានមន្ទីរកិច្ចការនារីនៃនៅក្នុងខេត្តមណ្ឌលគិរីនេះដែលបានផ្ដល់កិត្តិយសនិងសហការជាមួយនឹងអង្គការ ACT កន្លងមកហើយក៏សូមថ្លែងអំណរគុណដល់បាទចាស់ហើយយើងនិយាយអូខេចាទោះយើងអត់ចេះអង់គ្លេសតែយើងដឹងថាអូខេហ្នឹងជាអីគេយល់ព្រមចាឯកភាពចាអញ្ចឹងព្រោះយើងអត់ចេះអង់គ្លេសក៏យើងចេះអូខេចាហ្នឹងហើយអញ្ចឹងពាក្យហ្នឹងវាស្រួលប៉ុន្តែយើងពេលដែលយើងបញ្យល់ទៅបើសិនគាត់ធ្លាប់ប្រើពាក្យហ្នឹងអត់អីទេតែបើគាត់អត់ធ្លាប់ប្រើវាពិបាកចាហ្នឹងហើយអញ្ចឹងអរគុណច្រើនហើយនៅបានជំរាបជូនចឹងអង្គការ AT យើងមានគម្រោងទាំងអស់ចំនួន4ចាតកតងទៅនឹងការកសាងសន្តិភាពសហគមន៍តកតងទៅនឹងប្រព័ន្ធផ្សព្វផ្សាយសន្តិភាពឬក៏សារព័ត៌មានសន្តិភាពតកតងទៅនឹងសមភាព gender ចាសមភាព gender យើងផ្ដោតនៅក្នុងទីច្រើននៅខាងបច្ចុប្បន្នយើងធ្លាប់ធ្វើ 4-5 ឆ្នាំមុនភាគច្រើនតែឆ្នាំ2021ពេលមុនកូវីដមួយដែរនៅក្នុងបច្ចេកវិទ្យានឹងដែរចាឬក៏យើងហៅមួយទៀតថាអនឡាញចាការបោកប្រាស់តាមបច្ចេកវិទ្យាណាបោកប្រាស់តាមប្រព័ន្ធខ្យល់ហ្នឹងចាអញ្ចឹងអត្ថន័យវាស្រៀងគ្នាតែខុសគ្នាយល់ទេមិនទៅអត់យល់នឹងស្អាតតែទេចាវាថា digital ហ្នឹងគឺថាប្រព័ន្ធដែលយើងប្រើក្នុងលំហអាកាសតាមរយៈម៉ាស៊ីនអេឡិចត្រូនិកចាមានដូចជាទូរស័ព្ទ smartphone ឬក៏ computer ឬក៏ប្រព័ន្ធទូរស័ព្ទដែលយើងប្រើនិយាយគ្នាចុះឡើងហ្នឹងចាឥឡូវយើងហៅពពួក digital ចាអញ្ចឹង digital ទាំងអស់ហ្នឹងជាផ្នែកមួយនៅក្នុងបច្ចេកវិទ្យាទំនើបចាដែលក្នុងហ្នឹងយើងឲ្យឈ្មោះដូចជា smartphone ទូរស័ព្ទឆ្លាតវៃប៉ុន្តែធ្វើអ្នកប្រើឆ្លាតទៅចេះប្រើគ្រប់គ្រាន់គ្រប់មុខងារវាទៅចាអញ្ចឹងទូរស័ព្ទវាឆ្លាតទៅវិញចាប្រើតឆ្លាតដល់ផងចាអញ្ចឹងពាក្យថា digital ហ្នឹងខ្មែរយើងបកថាម៉េច digital ដែរចាវាអត់មានពាក្យណាដែលមកជំនួសបានឡើយណាចាប៉ុន្តែ digital ហ្នឹងគឺសំដៅទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលយើងប្រើប្រាស់ផ្សេងនៅក្នុងកុំព្យូទ័រទូរស័ព្ទយើងឆ្លើយឆ្លងគ្នាចុះឡើងតាមប្រព័ន្ធមុខងារផ្សេងដូចជា Facebook ដូចជា Telegram ដូចជា WhatsApp អីណាហើយយើងហៅមួយទៀតថាប្រព័ន្ធបណ្ដាញសង្គមចាអញ្ចឹងចេញមួយទៀតប្រព័ន្ធបណ្ដាញសង្គមមានន័យថាម៉េចដូចជា Messenger Facebook TikTok ហើយអីគេទៀតដែលយើងធ្លាប់លេងរហូតដល់ដូច WeChat ជាច្រើននៅចិនគេលេង WeChat ចាហើយនៅយើងលេងFacebook Messenger TikTok អីចឹងទៅចានេះយើងហៅប្រព័ន្ធបណ្ដាញសង្គមចាប៉ុន្តែប្រព័ន្ធទាំងអស់ហ្នឹងស្ថិតនៅក្នុង digital ទាំងអស់ហើយប្រព័ន្ធទាំងអស់ហ្នឹងស្ថិតនៅក្នុងបច្ចេកវិទ្យាទាំងអស់ដែលយើងត្រូវយល់ដឹងបច្ចេកវិទ្យាមានវិទ្យាដែលផ្នែកបច្ចេកទេសចាប៉ុន្តែក្នុងហ្នឹងដល់ពេលដែលយើងនិយាយ digital មានឥឡូវនេះយើងមកមើលមកឆ្លុះបញ្ចាំងជាមួយគ្នាតកតងទៅនឹងការឆ្លងបកតាមប្រព័ន្ធបច្ចេកវិទ្យាចាចឹងអត់ដឹងថាប្រហែលអ្នកនៅទីនេះធ្លាប់ទទួលរងនឹងការឆ្លងបកតាមប្រព័ន្ធបច្ចេកវិទ្យាអត់
ចានោះប្រហែលអ្នកធ្លាប់សូមលើកដៃចាអ្នកធ្លាប់គេបោកតាមចែកវិជាចាសូមស្មោះបងលើកដៃមកមកស្មាត់គេចាហើយអ្នកលើកប្រស័យស្មាត់គេហើយចាអរគុណច្រើនហើយអ្នកដែលធ្លាប់ចែកបោកគេតាមចែកវិជានេះជួយចែកម្លែកបានទេចាអ្នកនេះខ្លះហាជួយចែកម្លែកអស់ចាំពីណាចា bên lúc mà anh nó bắt tay được ra nơi sụp sấp cái tay tam tù sập hạ bo tù sập của anh từ buồn mấy từ đi học làm chi vì lúc tiêu lên thằng ao để chơi từ để tay nhóm cái đấy nhóm mà để thà ăn chưa ấy nó thà bà ba tuần quan đấy thà ao dùng lại tay ao dùng đầu lời để còn mình liên mừng bên đây chúng ta nhỏ bên nơi gì ta con trai cho thì mình ở đó chạy kề tay giấy đó con trai nhưng mà chạy kề thì là ta rơi chẳng rồi học chạy khó ra tập ăn tới cái tập lại để giảm cái đã xây cái lấy sao tranh lấy cái mấy được tay mua bằng nè đấy nó cả lấy online còn làm online tên xong rồi đẹp kia nhá để cùng đồng ý tới giúp lôi đảo nó online và quay lên không tập ra cái thông này chia tiền đây tên này tên này nhâm chấp cái nhà công đời công ốc con chờ chắc mình đi cái bao con mình bán trà cho mình cả đấy lại kia đấy chương trình đấy cái phó trà là xây tích với cái tay trở đá nên là xây kia đấy nó cả đấy xây kia đấy cha chơi con nhở nhóm ảnh sáng hỏi những chơi nào nó chơi ảnh sao viên trở chứ nó tiền lắm viên trở lấy tên đây chúng ta nó hay để sáng vì ở chị hiện về thì đó chả cho viên anh sang trang ở của con telegram đó đấy vì nó trâu nó không telegram chứ hay vì ai chưa nó chui chân anh sáng làm hay cái này chân bốc qua biến nó là viên nó tua sát thở văn trâu nó chả từng lôi lòng địa kia từng ai chống đóរឿងនេះយើងបានធ្វើការមួយសហគមន៍តាំងពី2022 23មកហើយមានជាពលរដ្ឋដែលគាត់ចាញ់បោកគេហើយក្នុងការចាញ់បោកហ្នឹងមិនមែនចាញ់បោកតាមក្នុងអនឡាញបច្ចេកវិទ្យាទេប៉ុន្តែចាញ់បោកលក្ខណៈដូចគាត់និយាយតាមទូរស័ព្ទឬក៏តាម Messenger call មកតាម Messenger ចាប្រាប់ថាអូឥឡូវកូនរបស់ឯងមានគ្រោះថ្នាក់ចរាចរណ៍ហើយអញ្ចឹងសូមវេលុយមកយើងជួយយកគាត់ទៅពេទ្យអីចឹងណាចាឬក៏សម័យឥឡូវនេះ AI ស្គាល់ AI ហ៎ចា AI គឺជាអីគេចាត្រឹមត្រូវបញ្ញាសិប្បនិម្មិតមានន័យថាវាជាបញ្ញាដែរប៉ុន្តែវាជាបញ្ញាដែលអត់មានរូបរាងទេចាតែគេបង្កើតឡើងក្នុងបច្ចេកវិទ្យាណាឥឡូវឧទាហរណ៍បងខលទៅអ្នកឈប់អត់ខលមកអញ្ចឹងបងនិយាយពាក្យខ្មែរតែ3ម៉ាត់ទេវាអាចស្រូបយកសម្លេងហ្នឹងទៅបំលែងធ្វើជាសម្លេងបងបានហើយយកទៅបោកម្ដាយចាអញ្ចឹងគាត់ថាអាឡូណាគេហ្នឹងអញ្ចឹងវាចាប់បានពុកអញ្ចឹងសម្លេងហ្នឹងគេយកចូលក្នុង AI